រឿងនាងគប់ភិនីគ្រាប់ល្ងបន្តិចដូរយកសម្បត្តិនៅក្នុងឋានសួគ៌បានក្នុងពុទ្ធកាលមានស្ត្រីម្នាក់មានគភ៌នៅក្នុងក្រុងរាជក្រឹសថ្ងៃមួយនាងមានបំណងចង់ផឹកប្រេងល្ងបានយកគ្រាប់ល្ងទៅលាយទឹកហើយហាលថ្ងៃដើម្បីបុកចម្រាញ់យកប្រេងកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តចេតពុននៃក្រុងសាវត្ថីបានប្រមើលមើលឧបនិស្ស័យរបស់សត្វទ្រង់ជ្រាបថានាងគប់ភិនីនឹងធ្វើមរណកាលនៅក្នុងថ្ងៃស្អែកនេះហើយធ្លាក់ទៅកើតនៅក្នុងនរកធំឈ្មោះអវិជ័យប៉ុន្តែបើបានឃើញតថាគតនឹងត្រឡប់ទៅកើតនៅក្នុងឋានសួគ៌វិញលុះទ្រង់ជ្រាបដូច្នេះហើយក៏យកបាតហោះឯដល់អាកាសសម្ដៅទៅក្រុងរាជក្រឹសយាងទៅដល់ហើយទើបនិមន្តបិណ្ឌបាតក្នុងទីក្រុងរៀងតាមមាគ៌ាដរាបដល់ផ្ទះនាងគំភិនីពេលនោះនាងកំពុងហាលគ្រាប់ល្ងលុះបានឃើញព្រះមានព្រះភិក្ខហើយក៏មានចិត្តសោមនស្សជ្រះថ្លាក្រាបថ្វាយបង្គំព្រះមានព្រះភិក្ខទើបគិតថាអាត្មាអញបានវត្ថុអ្វីគួរសមនឹងថ្វាយព្រះសម្ពុទ្ធមានតែគ្រាប់ល្ងប៉ុណ្ណោះក្រៅពីគ្រាប់ល្ងនេះចេញគ្មានឡើយគិតដូច្នេះហើយក៏កើបគ្រាប់ល្ងពីកំបងយកទៅដាក់នៅក្នុងបាតព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ទទួលធ្វើអនុមោទនាហើយនិមន្តហួសទៅលុះដល់ថ្ងៃស្អែកឡើងនាងធ្វើមរណកាលទៅបានទៅកើតនៅក្នុងវិមានមាសកម្ពស់12យោជន៍នាឋានត្រៃត្រង់បរិបូរដោយទិព្វសម្បត្តិមានពន្លឺភ្លឺថ្លាផ្សាយចេញអំពីកាយមានស្រីទេពអប្សរ1000ចោមរោមជាបរិវារថ្ងៃមួយព្រះមោគលានថេរលោកនិមន្តទៅឋានត្រៃត្រង់ដើម្បីពិនិត្យមើលស្ថានភាពនិងលក្ខណៈសម្បត្តិរបស់ទេវតាបានឃើញនាងទេវធីតានោះហើយក៏សួរប្រវត្តិរបស់នាងបានថ្លែងប្រាប់ដោយសុខគ្រប់ព្រះមោគលានបានជ្រាបថានាងជាស្ត្រីមានឧបនិស្ស័យខ្ពស់ទើបសម្ដែងអំពីអរិយសច្ចធម៌ឲ្យនាងស្ដាប់លុះសម្ដែងចប់នាងទេវធីតាព្រមទាំងបរិវារ1000ក៏បានសម្រេចដល់សោតាបត្តិផលព្រះមោគលានក៏និមន្តត្រឡប់មកឋានមនុស្សលោកវិញទៅថ្វាយបង្គំព្រះសម្ពុទ្ធដំណើររឿងរ៉ាវរបស់នាងទេវធីតានោះថ្វាយព្រះសណ្ដាប់ព្រះសម្ពុទ្ធទ្រង់ត្រាស់ថាមនាមោគលានអ្នកមានរិទ្ធរឿងនេះពិតណាស់តថាគតបានដឹងយូរមកហើយប៉ុន្តែគ្មាននរណាជាសាក្សីបានជាតថាគតមិនសម្ដែងប្រាប់ដល់អ្នកទាំងឡាយលុះមានព្រះពុទ្ធដីកាដូច្នេះហើយទ្រង់សម្ដែងសរសើរអំពីអានិសង្សរបស់ទានជាភ័យយោភាពតទៅ